ចំពោះបញ្ហានៃការចាប់ខតត្រូវប៉ុន្តែឮសំឡេងរ៉ែហើយនឹងឮសំឡេងបែបនេះឮសំឡេងរ៉ែហើយឮស្ទក់គឺវាអាចមកពីបញ្ហាដូចជាយើងចុចខតចំពោះកន្លែងដែលយើងចុចខតគឺវានៅស្ថិតនៅខាងក្រោយពេកគឺវាបែបនេះអញ្ចឹងបើសិនជាចំពោះការចុចខ្សែឲ្យឮពីរោះល្អយើងត្រូវចុចនៅចិត្តទ្រនុងខាងមុខនេះទ្រនុងដែលយើងត្រូវចុចឲ្យវាគងលើទ្រនុងដែកនឹងនៅពេលបើសិនជាយើងខិតមកក្រោយគឺកម្លាំងសង្កត់របស់ខ្សែគឺវាខ្សោយអញ្ចឹងវាអាចនឹងឮអត់សូវពីរោះនៅពេលដែលយើងចុចរៀងខ្សោយបន្តិចគឺវាឮអត់សូវពីរោះវាអាចឮរ៉ែហើយអញ្ចឹងយើងអាចខិតមកមុខបន្តិចមកវាគងនៅលើដែកនឹងបានល្អយើងអាចកេះទៅឮពីរោះវាឮរ៉ែបញ្ហានឹងមួយយើងត្រូវធ្វើម៉េចយើងកុំឲ្យគម្លាតទៅក្រោយពេកពេលយើងចាប់យើងត្រូវខិតឲ្យរៀងមកមុខមកវាមិននៅលើដែកតំណងនឹងពេកក៏វាស្ថិតនៅមកល្មមកុំឲ្យវានៅក្រោយបើយើងចាប់រៀងខិតទៅក្រោយបែបអញ្ចឹងវាអាចនឹងឮរ៉ែតែបើយើងចាប់ខិតមករៀងមុខតំណងដែកដែលយើងត្រូវសង្កត់ជាមួយខ្សែហ្នឹងយើងមើលច្អល់ដៃយើងសង្កត់ខ្សែហ្នឹងតំណងដែកយើងត្រូវប្រើតំណងនេះយើងអត់មែនប្រើក្រោយនេះទេចំពោះម្រាមចង្អុលនិងកណ្ដាលខ្សែទី3និងទី1គឺវាប្រើតំណងដែកនេះអញ្ចឹងយើងខិតមកនេះកុំឲ្យខិតមកក្រោយពេកបើសិនជាខិតទៅក្រោយគឺវាអាចនឹងឮរ៉ែបន្តទៀតអញ្ចឹងយើងខិតមកមុខបែបនេះមកយើងកេះ4ខ្សែមកចំពោះខតរ៉េយើងបានបែបនេះហើយយើងកេះមួយមកលើព្រោះបែបហ្នឹងតែបញ្ហាមួយទៀតគឺការចុចខ្សែម្រាមដែលយើងចុចហ្នឹងវាប៉ះទៅលើខ្សែផ្សេងឧទាហរណ៍ថាម្រាមចង្អុលមួយចុះយើងចុចតែខ្សែទី3ឯងប៉ុន្តែវាប៉ះខ្សែទី4អញ្ចឹងយើងកេះខ្សែទី4ទៅវាលឺប៉ឹកអញ្ចឹងវាអត់លឺព្រោះមែនអត់អញ្ចឹងយើងត្រូវរក្សាកម្រិតម៉េចធ្វើម៉េចកុំឲ្យអាចអល់ដៃហ្នឹងទៅប៉ះខ្សែទី4ម្រាមចង្អុលអាចប៉ះខ្សែទី2បានក៏វាអត់មានបញ្ហាទេដោយសារខ្សែទី2យើងសង្កត់ control វានៅខាងមុខនេះហើយអញ្ចឹងបើសិនជាវាប៉ះខ្សែទី2ក៏វាអត់មានបញ្ហាដែរអូខេវានៅតែលឺធម្មតាប៉ុន្តែចំពោះម្រាមនាងវិញគឺសង្កត់ខ្សែទី2នៅខ្ទង់ទី3អញ្ចឹងវាអាចទៅប៉ះខ្សែណាផ្សេងទៀតទេបើសិនជាឧទាហរណ៍ថាប៉ះខ្សែទី1អញ្ចឹងវាលឺរ៉ែឃើញទេអញ្ចឹងវាបញ្ហាអញ្ចឹងដូចគ្នាចំពោះម្រាមនាងបើសិនជាយើងខិតទៅក្រោមពេកក៏អាចប៉ះខ្សែទី1បើសិនជាយើងខិតមកលើពេកក៏អាចនឹងប៉ះខ្សែទី3ដូចគ្នាអញ្ចឹងឧទាហរណ៍តែបើសិនយើងចាប់ទៅប៉ះខ្សែទី3អញ្ចឹងវាអាចលឺឃើញអត់ខ្សែទី3របស់យើងលឺអត់ព្រោះទេក្នុងករណីបើសិនជាម្រាមយើងចាប់ទៅប៉ះខ្សែផ្សេងវាអាចនឹងធ្វើឲ្យការចាប់ខុសរបស់យើងទោះយើងខិតមកមុខក៏វាអត់លឺអត់ព្រោះតែវាលឺបែបនេះបែបហ្នឹងវាអត់លឺ smooth បែបយើងចាប់ត្រូវវាលឺបែបហ្នឹងយើងកេះមកពីខ្សែទី4មកប្រសិនបើម្រាមយើងចុចកន្លែងត្រូវគឺវាលឺពីរោះបែបហ្នឹងតែបើសិនជាយើងចាប់ទៅម្រាមផ្សេងវាទៅប៉ះខ្សែផ្សេងទៀតអញ្ចឹងវាអាចនឹងមានបញ្ហាសំឡេងឮរ៉ែឬមួយក៏ឮអត់បានពីរោះឮស្ទុះអីចឹងទៅអញ្ចឹងសង្ឃឹមថាយើងរៀនហ្វឹកហាត់បានល្អហើយយើងព្យាយាមសម្រួលដៃរបស់យើងម្រាមមួយធ្វើម៉េចឲ្យឮតាមខ្សែទាំង3ដែលយើងចុចនឹងហើយចំពោះខ្សែបាសរបស់ខរ៉េគឺយើងត្រូវមើលដូចគ្នាបើសិនជាវាប៉ះម្រាមចង្អុលយើងអាចទម្លាក់ម្រាមចង្អុលបន្តិចមកអញ្ចឹងវាអាចឮព្រោះជាងហ្នឹងហើយយើងសេរីយើងកេះមួយមកពីខ្សែទី4ចុះមកក្រោមមកអញ្ចឹងបើសិនជាបញ្ហាកន្លែងណាអត់ឮយើងសេរីកន្លែងហ្នឹងទៀតមកដើម្បីឲ្យវាបានឮពីរោះអញ្ចឹងបើសិនជាយើងចាប់ត្រូវឮព្រោះហើយយើងអាចចាប់ចំពោះបើសិនជាយើងចាប់ខតអត់តាន់ស្ទាត់ទេយើងអាចចាប់ប្រឡែងបែបនេះមកចាប់ប្រឡែងបែបនេះ1 2 3 4 1 2 3 4 1 2 3 4យើងចាប់ប្រឡែងអញ្ចឹងរហូតមកធ្វើឲ្យយើងអាចស្ទាត់ម្រាមបាន
ចឹងសង្ឃឹមថាតាន់វីដេអូមួយហ្នឹងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ